សួស្តីសូមស្វាគមន៍មកនយោបាយពិភពលោកបាទហើយថ្ងៃនេះបើគិតមកដល់ថ្ងៃនេះថ្ងៃអង្គារទី17ខែមិថុនាឆ្នាំ2025គឺសង្គ្រាមរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់បានឈានចូលថ្ងៃទី5ហើយដោយសារសង្គ្រាមនេះវាជាសង្គ្រាមដែលបង្ហាញអំពីសវត្ថិភាពក្នុងតំបន់អាស៊ីបូព៌ាគឺត្រូវបានការជជែកវិនិយោគពីថ្នាក់ដឹកនាំនៃពិភពលោកជាពិសេសគឺនៅក្នុងជំនុំប្រជុំរវាងក្រុមមហាអំណាចទាំង7ដែលធ្វើនៅក្នុងប្រទេសកាណាដាដែលក្រុមអ្នកដឹកនាំនៅក្នុងការប្រជុំនោះក៏បានព្យាយាមអំពាវនាវឲ្យមានការបន្ធូរបន្ថយនៅភាពតានតឹងរវាងប្រទេសទាំងពីរហើយនៅក្នុងដែរពួកគេក៏បានអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់នៅសកម្មភាពឬក៏គម្រោងក្នុងការបង្កើតសព្វវុធនុយក្លេអ៊ែរក៏ដូចជាការដែលនិយាយឬក៏ពង្រឹងថាអ៊ីស្រាអែលប្រើសិទ្ធិការពារខ្លួននឹងគឺត្រឹមត្រូវហើយបាទនៅក្នុងប្រទេសកាណាដានោះដែរលោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំងក៏បាននិយាយដែរថាលោក Donald Trump ដែលបានចេញពីការប្រជុំមួយថ្ងៃមុនពេលកំណត់ហ្នឹងដោយសារតែមានស្ថានភាពនៅក្នុងអាស៊ីបូព៌ានោះបានបន្សល់ទុកនៅសំណើមួយដែលឲ្យមានការព្រមព្រៀងរវាងប្រទេសអ៊ីស្រាអែលនិងអ៊ីរ៉ង់ដើម្បីមានបទច្បាញ់មួយបាទលោក Donald Trump លោកតែងតែអំពាវនាវឲ្យអ៊ីរ៉ង់បោះបង់ចោលនៅគម្រោងបង្កើតសព្វវុធនុយក្លេអ៊ែរឬក៏អាវុធប្រឡាយលោកហើយក៏ក្នុងនោះដែរលោក Donald Trump ក៏តែងតែអំពាវនាវនៅក្នុងពេលដែលមានសង្គ្រាមនេះគឺតែងតែអំពាវនាវឲ្យប្រជាជនរបស់ប្រទេសអ៊ីរ៉ង់ជំលិះចេញពីទីក្រុងតេហរ៉ង់ដើម្បីសុវត្ថិភាពបាទអញ្ចឹងយើងឃើញថាអ្វីដែលយើងតែងតែឃើញសង្គ្រាមរវាងប្រទេសដែលមានអំណាចនៃការប្រើប្រាស់សព្វវុធដូចជាប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនយើងសង្ឃឹមថាសង្គ្រាមនឹងវានឹងចប់ឆាប់ៗក៏ប៉ុន្តែវាបានអូសបន្លាយរាប់ឆ្នាំសង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាស់នៅតំបន់កាសាក៏បានអូសបន្លាយជាច្រើននៅក្នុងនេះឥឡូវយើងឃើញថាអ៊ីស្រាអែលនិងអ៊ីរ៉ង់បានបាញ់ដាក់គ្នាទៅវិញទៅមកបាទហើយយើងក៏មិនទាន់ច្បាស់ថាតើសង្គ្រាមនេះនឹងអូសបន្លាយទៅរយៈពេលប៉ុន្មានដែរបាទដោយយើងដឹងស្រាប់ហើយថាប្រជាជនសាមញ្ញយើងមិនត្រូវការសង្គ្រាមទេក៏ប៉ុន្តែនៅក្នុងនោះអ្នកដឹកនាំនៃប្រទេសមួយគេមានប្រធានបទរៀងៗខ្លួនគេមានហេតុផលរៀងៗខ្លួនដើម្បីធ្វើសង្គ្រាមដូចជាអ៊ីស្រាអែលបានចោទថាអ៊ីរ៉ង់គឺជាអ្នកផ្ដាំគំនិតក្នុងការធ្វើឲ្យអ៊ីស្រាអែលមានបញ្ហានិងអសុវត្ថិភាពដូចជាការគំរាមកំហែងបំបត្តិអ៊ីស្រាអែលចេញពីពិភពលោកជាដើមបាទ